បាទជំរាបសួរខ្ញុំបាទឈ្មោះគឹមពុទ្ធីជាអនុប្រធានផ្នែកទុនធានមនុស្សនៃរដ្ឋបាលដីបរិយានៃកុងឡែនថ្ងៃនេះពួកយើងមានក្តីសោមនស្សរីករាយបំផុតដែលបានចូលរួមក្នុងកម្មវិធីការពិនិត្យនិងព្យាបាលជំងឺត្រចៀកច្រមុះបំពង់កដោយមិនគិតថ្លៃនៅមណ្ឌលវិបស្សនាធុរៈនៃប្រជាណាចក្រកម្ពុជាជូនព្រះសង្ឃនិងលោកយាយលោកតានិងប្រជាជនដែលនៅចំណុះជើងវត្តទាំងអស់អ្វីទាំងអស់នេះគឺជាការផ្ដួចផ្ដើមគំនិតដ៏ថ្លៃថ្លារបស់អ្នកអង្គការជីមកណាតនិងលោកជំទាវដែលជាអគ្គនាយកនៃបរិយាមេកុងឡែនហើយសម្រាប់កម្មវិធីសប្បុរសធម៌បែបនេះគឺយើងបានធ្វើជាច្រើនប៉ុន្តែនៅក្នុងមណ្ឌលវិបស្សនាធុរៈនៃប្រជាណាចក្រកម្ពុជានេះជាលើកទី2ហើយដែលយើងបានមកចូលរួមទាំងអស់នេះគឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកអង្គការតែចូលរួមចំណែកជាមួយនឹងសង្គមគ្រប់វិស័យជាការរួមចំណែកដ៏ផូរផង់មួយសម្រាប់សង្គមបាទសូមអរគុណក្នុងនាមខ្ញុំជាគ្រូពេទ្យម្នាក់សប្បាយចិត្តមែនទែនដែលបានព្យាបាលព្រះអង្គលោកតាអាចារ្យដូនជីហើយនិងប្រជាជនដែលនៅទីនេះបានទទួលការពិនិត្យនិងព្យាបាលពីខាងក្រុមគ្រូពេទ្យរបស់នាងខ្ញុំប្រជាជនទាំងអស់គឺគាត់សប្បាយចិត្តជាពិសេសគឺព្រះអង្គតែម្ដងទាំងនាមខ្ញុំគណៈអាត្មាភាពតំណាងដល់ពងពោះព្រះសាសនមុនីមហាកម្មដ្ឋានាចារ្យប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃប្រជាណាចក្រកម្ពុជាសូមប្រសិទ្ធពរនៅពុទ្ធមង្គលពរទាំង4ប្រការជូនចំពោះលោកអង្គញាជាមខុណាតព្រមទាំងលោកជំទាវសហការីព្រមទាំងញោមនាយិកាអង្គការដីសង្ឃឹមកម្ពុជាព្រមទាំងលោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់សូមបានប្រសពនឹងពុទ្ធមង្គលពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីคล้ายៗទៅជាប្រការៈដតីឡើយបូរីមេកុងឡែនផ្ដើមជីវិតរីករាយនិងជោគជ័យនៅទីនេះ